ប៉ុន្តែមនុស្សដែលមានចិត្តសាធាតដូចជាចចកយកស្បែកលៀមមកពាក់ទាំងអស់គ្នាមិនដាច់ឃើញក៏ធ្លាប់លើដែរណ៎ហ៎ត្រូវបើអញ្ចឹងប្រាក់នេះប្រកាសជាឯងលួចហើយទេមិនខ្ញុំទេបានហើយបើទោះជាអ្នកណាលួចប្រាក់ក៏ដោយនិយាយរួមមិនមែនខ្ញុំជាអ្នកលួចទេហ៎មែនបានហើយឥឡូវនេះខ្ញុំត្រូវនៅអ្នកទោសទៅសាលាស្រុកវិញផងដូច្នេះអ្នកភូមិទាំងអស់សំទោសកំបាំងផ្លូវមេកងខ្ញុំទៀតអីណាបានហើយចេញជាផ្លូវស្មានដល់ថារូបរាងស្អាតតែបែរជាចោលទៅវិញមិនអាចមើលពីសម្បកក្រៅទេមនុស្សមិនអាចបែកតម្លៃសម្បកក្រៅមែនរូបរាងសង្ហាអញ្ចឹងប្រកាសជាចោលព្រាននារីហ៎ចង់ធ្វើបាបខ្ញុំហ៎ដើមមកចោលព្រាននារីនេះយើងចាប់ក្នុងស្នេហាបើដារបៀបនេះពួកគេច្បាស់ជាងឆ្ងល់ហើយដូចជាមិនសូវល្អមើលទេបើអញ្ចឹងចង់យ៉ាងម៉េចយើងគិតថាយើងតែងខ្លួនទេអញ្ចឹងអាចកាត់បន្ថយបញ្ហាខ្លះតែងខ្លួនតែយ៉ាងម៉េចមើលអូមើលបាក់វាតែងខ្លួនមិនក៏តែងខ្លួនអញ្ចឹងណាមិនសុំមែននេះឃើញទេតែងខ្លួនរបៀបនេះល្អមើលដែរតានេះឆាប់គៀកដៃខ្ញុំមកជាប់អញ្ចេះធ្វើអញ្ចឹងគេអត់ទុកថាឯងជាចោលទៀតទេដឹងទេអិចណែមិនក៏ប៉ះខ្ញុំអញ្ចឹងហ៎ខ្ញុំប៉ះមីងហ៎ឯងនេះហ៊ានបកាយទីមិញនេះឯងស្ទាបគូយើងឯងធ្វើរឿងបែបនេះឯងមិនចេះខ្មាស់គេទេអីនេះខ្ញុំអត់ទេរបស់ឯងនេះធ្វើអញ្ចឹងខ្ញុំខ្មាស់គេណាខ្ញុំខ្មាស់គេមែនណាណែឯងបងហ៊ានធ្វើបែបនេះចំពោះអូនផងអីខ្ញុំប្រូនស្លាប់ហើយប្រចាំមិនសាវ៉ាប្រចាំមិនសាវ៉ាខ្ញុំប្រូនស្លាប់ហើយខ្ញុំប្រូនស្លាប់ហើយបែបនេះប្រចាំមិនសាវ៉ាមែននេះលេងឆ្អែតហើយណាលេងឆ្អែតហើយណាបានខ្លាំងមែនណាអាយ៉ាប្តីសម្លាញ់ឥឡូវអូនខ្លេចជើងហើយយូអូនបន្តិចទៅហេមើលចាប់ហេមិនទាន់មកមើលចាប់ផងមើលកែមើលយឺតមែនកុំតែសាយណែ3ទំព័របាន3ទំព័រចាប់ហើយតែខ្ញុំមិនទាន់ចាប់ផងឯងមើលយឺតតាក់តងអីជាមួយខ្ញុំហេអាយ៉ាធ្វើអីចង់ទៅណាបាត់ជើងធំហេបន្តិចបាត់ជើងតូចបន្តិចបាត់ជើងធំមានជំងឺអីដើរមកសំទោសណាពាក់កណ្ដាលគ្រាទៅហើយនៅតែឲ្យឯងចេញមកកណ្ដាលខ្ញុំបាត់ជើងហើយនៅហាលខ្យល់ជាមួយគ្នាទៀតឡាកុំច្រៀងទៀតបានទេយើងច្រៀងគឺសម្រាប់ការអបសពនៅមិនអរគុណយើងទៀតលបងឆាប់បាត់ជើងឲ្យហើយទេខ្ញុំអរគុណទៅហើយឯងដឹងមិនដឹងបាត់ជើងធំគឺជារឿងដែលសប្បាយចិត្តបំផុតក្នុងជីវិតមនុស្សគឺបញ្ចេញចោលល្អនៅរឿងកខ្វក់ទឹកឡាយរីករាយណាស់ណាបើគឺជារឿងដែលរីករាយគឺត្រូវតែសើចសុកតាមសម្រួលអញ្ចឹងហើយអ្នកមានទៀតមានកពីសម្បត្តិក្នុងដៃមើលបដាបាត់ជើងធំបដាអញ្ចឹងពិតជាមានន័យដល់ហើយលបងឲ្យលឿនឡើងមើលខ្ញុំនៅរងចាំខាងក្រៅនេះពិបាកទ្រាំណាស់ណាអូត្រូវអ្នកជួសមិនចេះស្អុយទេប៉ុន្តែអ្នកហិតទើបមានអារម្មណ៍ថាស្អុយជិះរួចឥឡូវហើយអាយ៉ាអូយ៉ាមិនទៅហើយធ្លាក់ចូលមកគុណណាខ្ញុំមិនជួយលបងទេមិនមែនខ្ញុំធ្លាក់នេះបើមិនមែនទេមិនគេស្រែកធ្វើអីគឺកពីសម្ងាត់នោះធ្លាក់ចុះទៅក្នុងប្រគុណបាត់ហើយថាម៉េចហេមិនត្រូវមកវិញខ្ញុំមិនទៅមើលចាប់ផងតែយើងមើលចាប់ហើយមានន័យថាម៉េចបើអញ្ចឹងគឺយើងអត់បញ្ហាទេបើឯងចង់មើលចុះទៅរើសខ្លួនឯងទៅយើងមិនចុះហេមិនក៏ឲ្យខ្ញុំទៅរើសរបស់មិនប្រយ័ត្នធ្វើឲ្យធ្លាក់ខ្លួនឯងមិនឲ្យខ្ញុំទៅរើសទៅវិញអញ្ចឹងហ៎បានខ្ញុំរើសណែមិនក៏បោះវាចូលទៅយ៉ាងម៉េចបោះចោលក៏ហិតទេលឿននឹងសិតតែជាលមុខណាឲ្យត្រីស៊ីក៏ល្អដែរនិយាយរឿងគឺប្រសើរជាងឲ្យជនអាក្រក់អស់ទៅនោះរឹកយកហើយទៅហាត់វិជាចោលមកសៀតនោះនឹងគឺទៀតជារឿងមិនត្រឹមត្រូវចំណែកខ្ញុំហ៎និយាយរឿងខ្ញុំសូត្រឡើងចាំមកអស់បើមិនចេះទេហៅខ្ញុំទៅពុកទៅ
ខ្ញុំនឹកមករៀនអីឲ្យបានប្រកាយជាទីបំផុតណាហើយបានហើយតោះទៅវិញទៅរត់ដេកបានស្រួលខ្លួនបន្តិចមកធាតុអាកាសថ្ងៃនេះល្អដូចជាអារម្មណ៍របស់ខ្ញុំអញ្ចឹងព្រះអាទិត្យចាំងចែងហេតុអីបានជាទឹកបឹករបស់ឯងដូចជាពពកខ្មៅប្រៀបដូចមិនចង់ភ្លៀងអញ្ចឹងហ៎មែនណាខ្ញុំសប្បាយចិត្តណាស់ពីព្រោះឆ្លងកាត់ទន្លេចាំងជើងគឺចិត្តដល់ជើងណានខ្ញុំអាចទៅផ្ទះវិញទៅដល់តំបន់ខ្ញុំឯងមកជាដឹងដៃហើយទេដល់តំបន់របស់ឯងខ្ញុំដឹងដៃហើយនៅចិត្តរបស់ឯងកំពុងកិនអញ្ចឹងហ៎ខ្ញុំអត់បានកិនអញ្ចឹងឯណាលបងពិតជាប្រើកម្រិតមនុស្សថោកទាមណែនិយាយរួមមែនឬអត់ក៏ដោយគ្មានបញ្ហាទេឯងចង់ធ្វើបាបខ្ញុំក៏មិនជារឿងងាយដែរទៅខាងមុខទៀតគឺដល់មាត់ទន្លេហើយរកទូកឆ្លងទន្លេទៅលឹកថោកបងអ៊ីឡាងសួស្ដីនេះមិនកំមិតភ័ក្រឯងដឹងថាឯងឡើងកូននៅកន្លែងនេះខ្ញុំតាកុំរវល់អីនេះលបងអ៊ីឡាងអរគុណបាទខ្ញុំជុំយូរលបងអ៊ីឡាងគេជាណាលបងខាងណៃជាអ្នកមានទ្រព្យច្រើនសម្បូរស្រីទី1នៅក្នុងលោកជាអ្នកឆ្លៀសវៃទី1នៅក្នុងលោកអ្នកទាំងអស់គ្នាបានជួបគាត់គឺជាកិត្តិយសរបស់អ្នកទាំងអស់គ្នាហើយសឹមក្រឹមយ៉ាងម៉េចមិនស្គាល់ទេហ៎បាទណាខ្ញុំណែនាំស្គាល់មិនចាំបាច់ណែនាំទេហ៎គឺខ្ញុំស្គាល់ទាំងអស់ហ្នឹងស្គាល់ទាំងអស់គ្នាហ៎ប្រកាសហើយខ្ញុំស្គាល់ទាំងអស់គ្នាអ្នកដែលអាចនៅជាមួយអ្នកប្រុសជាងបានបើមិនមែនជាតកូលជ្រូកទៅតកូលឆ្កែដែរបានន័យថាសត្វតែជាមិត្តភក្តិរបស់ក្រុមឆ្កែបាទហើយអ្នកកុំប្រកាន់នឹងគេអីលបងអ៊ីឡាងមិនក៏លបងប្រឡូកជាមួយនឹងអាឡិននេះអញ្ចឹងម្យ៉ាងទៀតត្រូវជាប់នឹងរបស់នេះបាទហើយចុំរំលឹកទេម្នាក់នេះពិតជាពិបាកមែនបើមានឱកាសជួយមើលថែគេផងណាហូអូឈីឬក៏គេនៅទីនេះដែរគេនៅទីនេះអ្នកប្រហូយ៉ាងមិនហើយអត់អីទេបាទហើយសូមអរគុណអ្នកទាំងអស់គ្នាបើអញ្ចឹងពួកយើងទៅតោះនាងធីកំពុងតែគិតអីនាងធីមើលរបស់នេះមើលលោកជូនខ្ញុំហ្មងហាំងការប៉ិនសូដានេះស្អាតណាស់មិញខ្ញុំទៅទិញនៅផ្សារសង្គមតែនាងចូលចឹងស្រឡាញ់ទេខ្ញុំស្រឡាញ់អ្នកប្រហូខ្ញុំអាចសួរសំណួរលោកមួយបានទេសំណួរអីមួយរយៈពេលដែលខ្ញុំស្គាល់លោកខ្ញុំមិនដែលឃើញលោកសើចសោះតើលោកមិនចូលចិត្តសើចឬមួយលោកមិនសប្បាយចិត្តមើលថាខ្ញុំមិនសប្បាយចិត្តទេគ្រាន់តែពេលដែលខ្ញុំសប្បាយចិត្តក៏មិនដែលសើចចេញមកដែរហើយពេលដែលខ្ញុំនៅទៅខ្ញុំមិនដែលសើចសោះយូរទៅខ្ញុំភ្លេចថាគួរសើចយ៉ាងម៉េចមិនបានជាអញ្ចឹងមនុស្សម្នាក់ពេលដែលសប្បាយចិត្តការពិតគឺអាចសើចនេះគឺចេះមកពីកំណើតលោកមិនអាចភ្លេចពីរបៀបសើចទៅមិនមកអាយ៉ាវិមានបុផាមិនឲ្យសើចទេមិនឲ្យសើចទេនៅមើលអ្នកប្រុសហួយបានស្រួលបើមិនចឹងទេលើកក្រោយអ្នកដែលស្លាប់គឺពួកនេះនៅក្នុងវិមានបុផាមិនឲ្យសើចគឺមិនឲ្យរត់លេងទេនៅកន្លែងដែលខ្ញុំធំពេញវ័យសើចអាចនឹងត្រូវប្រហារជីវិត
រហូតដល់យំក៏ត្រូវហាមឃាត់ដែរ បើក្មួយស្រឡាញ់ធាស៊ីនឡានមែនកុំស្និទ្ធស្នាលនឹងគេពេកបើមិនអញ្ចឹងអាចធ្វើឲ្យគេស្លាប់